ច្រូតស្រូវរួចអ្នកស្រែអង្គុយបន់ជាងគេឲ្យឆាប់ទឹកខាសអាងបានបូមត្រីឆ្នាំមុននាំបងប្អូនបូមតាមបលាយតែឆ្នាំនេះមានស្រះខ្លួនឯងហើយទើបតែជីកបានមួយឆ្នាំគិតថាប្រហែលជាអត់មានត្រីនៅទេមើលទៅឆ្នាំដំបូងចឹងហ៎ប៉ុន្តែជាក់ស្ដែងត្រីឡើងប៉ុនណាណៃជីកឲ្យបដោយតាមយថាកម្មពេលបូមគិតគ្នាជាមួយបងថាយើងបូមលេងបើមានតិចតួចយើងអាំងហូបនៅតាមវាលស្រែបដោយបូមខាសទឹកបដូរគំនិតហ្មងតែអត់មានពេលថាអាំងហូបទេត្រីច្រើនលើសពីការរំពឹងទុកក៏ម្នាក់ញាប់ដៃញាប់ជើងស្មេសុបបីតែក្មេងៗក៏ដោយចាស់ចាប់ក្នុងស្រះក្មេងចាប់តាមបលាយបើខ្ញុំបងអត់ឲ្យចុះឲ្យនៅអំបែកត្រីកតិចដាក់ផ្សេងត្រីធំដាក់ផ្សេងមកដល់ផ្ទះពួកវីរឿងធ្វើត្រីម្ដងរវល់តែសបាយនឹងត្រីមានបានមើលម៉ោងណាមកដល់ផ្ទះឡើងម៉ោង 2 តតែឃ្លានបាយឡើងញ័រដៃឯងបើច្រូតស្រូវរួចអ្នកស្រែអង្គុយបន់ជាងគេឲ្យឆាប់ទឹកខាសអាងបានបូមត្រីឆ្នាំមុននាំបងប្អូនបូមតាមបលាយតែឆ្នាំនេះមានស្រះខ្លួនឯងហើយទើបតែជីកបានមួយឆ្នាំគិតថាប្រហែលជាអត់មានត្រីនៅទេមើលទៅឆ្នាំដំបូងចឹងហ៎ប៉ុន្តែជាក់ស្ដែងត្រីឡើងប៉ុនណាណៃជីកឲ្យបដោយតាមយថាកម្មពេលបូមគិតគ្នាជាមួយបងថាយើងបូមលេងបើមានតិចតួចយើងអាំងហូបនៅតាមវាលស្រែបដោយបូមខាសទឹកបដូរគំនិតហ្មងតែអត់មានពេលថាអាំងហូបទេត្រីច្រើនលើសពីការរំពឹងទុកក៏ម្នាក់ញាប់ដៃញាប់ជើងស្មេសុបបីតែក្មេងៗក៏ដោយចាស់ចាប់ក្នុងស្រះក្មេងចាប់តាមបលាយបើខ្ញុំបងអត់ឲ្យចុះឲ្យនៅអំបែកត្រីកតិចដាក់ផ្សេងត្រីធំដាក់ផ្សេងមកដល់ផ្ទះពួកវីរឿងធ្វើត្រីម្ដងរវល់តែសបាយនឹងត្រីមានបានមើលម៉ោងណាមកដល់ផ្ទះឡើងម៉ោង 2 តតែឃ្លានបាយឡើងញ័រដៃឯង